ពីរបៀបធ្វើ logo 2D ទៅជា 3D ជាមួយនឹង After Effects ជាមួយនឹងពិសេសខ្ញុំយកប៉ុណ្នេះទំហំគឺ18ហើយ20 30 frame ហើយនឹង3 second អូខេឥឡូវខ្ញុំនឹងធ្វើការចុចបន្តមក logo គឺខ្ញុំយកមកពីក្នុងអ៊ីនធឺណិត logo After Effects ហើយខ្ញុំនឹងទាញយកវាទៅដាក់នៅក្នុងនេះអូខេបន្តមកខ្ញុំទាញយកដាក់ខាងក្រោមហើយខ្ញុំចុច S ដើម្បីធ្វើការ scale ឬក៏អ្នកនរគ្នាអាចចូលមកចេះគឺមាន scale ដូចគ្នាទេតែយើងចុច S ចឹងទៅវាលឿនជាងហើយអញ្ចឹងកន្លែងនេះគឺខ្ញុំនឹងយក 25% នៃទំហំវាព្រោះនេះទំហំវាគឺធំជាង file របស់យើងអញ្ចឹងនេះគឺជា 25% នៃទំហំ logo យើងទាំងមូលដែលយើងយកមកទាំង file គេដើមមកអូខេឥឡូវគឺបន្ទាប់ពីហ្នឹងមកគឺយើងត្រូវបង្កើត pre-compose មួយ land move នេះហើយកន្លែងនេះគឺយើងឈ្មោះវែងពេកយើងវាយពាក្យថា pick 1 pick ហ្នឹងគឺ picture 1បន្ទាប់មកគឺកន្លែងហ្នឹងអ្នកនរគ្នាចុច option នេះគឺ option 3D ចឹងអ្នកនរគ្នាអាចបើសិនជាអត់មានទេអ្នកនរគ្នាចុចថងនេះវានឹងមាន option ហ្នឹងបានន័យថាបើសិនជា computer អ្នកនរគ្នាមានតែប៉ុណ្្នឹងឬក៏អ្នកនរគ្នាអាចបើកមុខងារផ្សេងទៀតនៅលើនេះតែវាវែងពេកអញ្ចឹងយើងបើកមុខងារណាត្រូវការប្រើទៅហើយចុច option 3D បានន័យថាតាម option គឺជំនួយឲ្យ logo យើងអាចប្រើទៅជាប្លង់កាមេរ៉ា 3D បានបន្ទាប់មកគឺយើងត្រូវប្រើជាមួយនឹង effect មួយដែលគេឲ្យឈ្មោះថា exposure ទាញយកមកដាក់លើហ្នឹងបន្ទាប់មកអ្នកនរគ្នាអាចនឹងបន្ថយឲ្យវាលងតិចក៏បានដែរអូខេអញ្ចឹងគឺខ្ញុំយកប៉ុណ្ណឹងអ្នកនរគ្នាអាចបន្ថយទៅតាម logo ជាក់ស្ដែងរបស់អ្នកទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីហ្នឹងមកគឺអ្នកនរគ្នាអាចនឹងចេះសរ P ឬក៏មួយទៀតអ្នកនរគ្នាអាចចូលតាមនេះហើយ P ដូចគ្នាតែយើងអត់ចុចចឹងទេយើងចុច Alt ហើយយើងចុចមកខាងឆ្វេងដាក់លើ keyframe ហ្នឹងមកវានឹងចេញបែបនេះឲ្យអ្នកនរគ្នាបន្តមកអ្នកនរគ្នាបង្កើតคลิปហើយវាពាក្យ position ហើយបង្កើតคลิปមួយនៃ0 គឺដំណើរ x អញ្ចឹង position នៃ x ស្មើ0ហើយបន្តមកទៀតអ្នកវាពាក្យ position នៃ y អញ្ចឹង y គឺស្មើ1បន្តមកគឺ index គឺតែប៉ុណ្្នឹងគឺជាការសាច់ហើយបន្តមកអ្នកនរគ្នាបិទវាវិញទៅហើយអ្នកនរគ្នាចុច Ctrl D ដើម្បីធ្វើការ copy បើអ្នកនរគ្នា copy កាន់តែច្រើនក៏មានរូប CD របស់យើងក៏វាកាន់តែខាស់ហ្នឹងហើយចឹងឥឡូវខ្ញុំធ្វើការ copy ប្រហែលជា26ចុះបន្ទាប់ពី copy ហើយគឺexposure ខាងលើគឺយើងលុបចេញព្រោះវាខាងមុខចឹងយើងលុបវាទៅវានឹងចេញទៅច្បាស់ជាហើយរូបខាងផ្សេងគឺវានៅខាងក្រោយចឹងពេលយើងបើទៅគឺវាមានកម្រាស់រៀងខ្មៅនៅកន្លែងកែម logo គឺមើលទៅឲ្យ logo យើងវា 3D ព្រោះវាមិនពណ៌តែមួយអូខេបន្តទៅគឺអ្នកនរធ្វើការបង្កើតជាមួយនឹងកាមេរ៉ាចឹងចុចលើ layer ហើយចុចយកពាក្យ new បន្តមកទៀតយកពាក្យថាកាមេរ៉ាចឹងកន្លែងនេះយើងអាច rename ក៏បានឬក៏អត់ក៏បានចឹងខ្ញុំអត់ដាក់អីទេបន្តមកទៀតគឺយើងមកកន្លែងនេះយើងក្នុងនេះមាន transform មាន camera option ចឹងមាន tool ច្រើនដែលយើងត្រូវប្រើតែឥឡូវគឺយើងប្រើ transform position ឬក៏យើងអាចចុចចេះវិញក៏បានដែរឥឡូវខ្ញុំលុបឲ្យចោលហ្នឹងយើងឃ្លាចូលចឹងយើងប្រើតែ P ចឹងគឺវានឹងទៅ position ហើយបន្តមកទៀតគឺខ្ញុំបង្កើតខ្ញុំចុចឡើងunfind camera tool នេះដើម្បីបង្វិល logo យើងចុចឡើងមួយចុច tick keyframe នៅនាទីទី0ហើយបន្តមកទៀតបង្កើនមក10 frame យើងអាចធ្វើការទាញ logo យើងបង្វិលអូខេ
chẳng nuôi dương từ tụi bạn logo dương thì là CD chẳng vì ai năng hiện dư từ lướn từ tam dạ bê dân làm hạt dương đã dương trái chẳng logo dương dương vỡ cô dương bàn ngày của xong đấy ok tao một tiết em đạn này thầm này phi thì mùi chiên ấy tao máu nhung TK tiên logo dạ trong miền tiên như đi trần đi chết cái này đó này ai sẽ đây tam ca cho chết bọn này đó nghe bán ok lại những cái chi viên vợ đó nào chứ bị ai tập nó ok lại như bật than lại như bị tiếp lại đi chi viên ở đó dùng vợ đó một chút mà ô vợ một chút một bạn khi bà dương trong và một chúng tôi là lạc nạn là dương mình cơ khi phê mình tìm chị đấy ok nhìn nè này còn mẹ CD đại dương khi như logo dương nó ok rồi cái gì tẹt ok và tóm nó cứ mẹp cho ná cứ như bên đó này đó cái ai này tự tam ở đây này đó này thầy cả má viên miên thua gì chẳng biết vì chỉ này nông mấy cái AX ok nhưng lại nếu dương trong thái dương giờ thầm tí tí nít mà đo tí gần khởm nít nhưng mà bây giờ lừa dạ nói cái nhỏ này anh này bị thay biết có máu ok còn này nhung thơ ở sơ bàn ổ thế nào mấy này học mấy ai từ này tham bán ok những gì mình y cái đấy cái thang đi mình chẳng dừng ai đàn đấy bởi dương lý gọi nhung thơ và hai nhà đọc như thế lấy đồ thẹt trắng sẵn đồ thê sẵn khi mẹ từ lừa đồng vợ cái lại những cái dương ai cũng được ọc hết thế này đấy vì ai đang phơi logo dưỡng can đài mưa tới kia dạ ok em được ăn lựa rồi chứ ok phần đằng chắc hay là dương mưa cho này đó nhưng lại những cái dương copy cái frame mới mất đầm bậy ở vừa hết cứ viên từ lọt tới để đào mình ok yeah. ok lại cái khâu season tích rồi ra lại được ở những cái dương thời copy bây giờ đã lại đào bình nhỏ đó nên tiết vì anh khôi tung tùy đang mình tích mình thấy về dân copy tới vì anh ok ok lại nhận thấy bạn đi bán ok lại dân mưa cho nè bình sớm ok vì hiện ở phía trong cái đà tí thế nó như đó nhé và tóm mất tiết cứ đi chỉ ở này đó này ai sẽ là chẳng ở không á
ហើយចុច A9 ដើម្បីឲ្យវានេះឈ្មោះទាំងហ្នឹងអ្នកនរគ្នាពេលអ្នកនរគ្នាចុច A9 ហើយវានឹងចេញបែបនេះតោះមកយើង play មើលវាម្ដងទៀតអូខេអញ្ចឹងនេះវាសម្រាប់ logo លក្ខណៈថាពី 2D ទៅ 3D អញ្ចឹងអ្នកនរគ្នាអាចឆ្នៃទៅតាមអ្វីដែលអ្នកទាំងអស់គ្នាអាចនឹងយល់ហើយធ្វើបានហ្នឹងហើយអញ្ចឹងគឺសម្រាប់វីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេបន្តមកយើងអាចនឹង select ទាំងអស់នេះមកធ្វើការ select Ctrl A ខ្ញុំបង្កើតពី compose មួយសិនខ្ញុំដាក់ថា 3D បន្តមកខ្ញុំប្រើ effect មួយគីឡូចឹងនេះគឺជា effect គីឡូខ្ញុំទីខ្ញុំដាក់លើនេះចឹងកន្លែងនេះគឺអ្នកនរគ្នាសេរីកន្លែងនេះវាឌៀងហើយនឹងគីឡូដើម្បីឲ្យវាមើលទៅវា logo យើងវាភ្លឺចឹងណាចឹងយើងសេរីតាម logo ជាក់ស្ដែងរបស់យើងសេរីខ្លាំងពេកក៏វាមើលទៅអត់ដូចដែរអូខេខ្ញុំសម្រេចចិត្តថាយកប៉ុណ្្នេះចឹង logo យើងវាមើលទៅវាភ្លឺហ្នឹងហើយចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាចូលចិត្តកុំភ្លេចចុច like comment និង subscribe អ្នកមួយផងហើយបើមានកន្លែងណាខុសឆ្គងឬក៏ការបង្ហាញទៅវាអត់សូវល្អឬក៏អីក៏សូមអ្នកនរគ្នាអធិស្ឋានផងអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងជំរាបលាបាយបាយយើងនឹងជួបគ្នានៅវីដេអូផ្សេងៗទៀតទាក់ទងទៅនឹងកម្មវិធី After Effects